សភាសូមឲ្យម្ចាស់បំណុលរបស់ខ្ញុំដែលនៅសល់ទាំងប្រមាណហ្នឹងអាចផុសរូបខ្ញុំសូមឲ្យផុសរូបខ្ញុំជាសាធារណៈទៅបាទជាសាធារណៈទៅដើម្បីឲ្យបងប្អូនបានឃើញបានដឹងថាខ្ញុំពិតជាពាក្យបំណុលគេមែនបាទមកដល់ពេលនេះគឺនៅតែមានការគិតនឹងគិតថាខ្ញុំជាមនុស្សម្នាក់ដែលកុហកទៅដល់បងប្អូនមហាជនយកបំណុលធ្វើជាអាជីវកម្មដើម្បីលក់ដូរម្ហូបនិងជាលក់ផលិតផលអីចឹងទៅមកដល់ពេលនេះខ្ញុំជពាក់គេពីមុនមក$228,000ហើយមកដល់ឥឡូវនេះសល់តែ$50,000ជាងថា$60,000ចាស់បាទតែរយៈពេល7ខែនេះគឺស្ទះដោយសារតែមានបញ្ហាសង្គ្រាមផងយើងលក់អត់បានយើងគ្រាន់តែត្រឹមតែបានអញ្ចឹងណាហើយក៏មានបងប្អូនអ្នកគ្នាថ្ងៃនេះខ្ញុំមកតបខមមិនជាមួយនឹងបងប្រុសម្នាក់ថាចង់ឃើញម្ចាស់បំណុលរបស់ខ្ញុំហើយគាត់គិតថារាល់ថ្ងៃនេះគឺខ្ញុំធ្វើអាជីវកម្មធ្វើជាពាក្យបំណុលគេដើម្បីធ្វើអាជីវកម្មបាទនេះខមមិនរបស់គាត់ប្រាប់ថាបើសិនជាខ្ញុំជពាក់គេពិតប្រាកដមែនมันអាចម្ចាស់បំណុលទុកពេលឲ្យខ្ញុំលើកថ្ងៃនេះថ្ងៃនោះលើកថ្ងៃនេះថ្ងៃនោះទេបាទវីដេអូនេះខ្ញុំសូមទៅដល់ម្ចាស់បំណុលរបស់ខ្ញុំទាំងអស់បើសិនជាបានឃើញវីដេអូនេះហើយខ្ញុំសូមសំពះសូមឲ្យម្ចាស់បំណុលរបស់ខ្ញុំដែលនៅសល់ទាំងប្រមាណហ្នឹងអាចផុសរូបខ្ញុំសូមឲ្យផុសរូបខ្ញុំជាសាធារណៈទៅបាទជាសាធារណៈទៅដើម្បីឲ្យបងប្អូនបានឃើញបានដឹងថាខ្ញុំពិតជាពាក្យបំណុលគេមែនបាទមកដល់ពេលនេះគឺនៅតែមានការគិតនឹងគិតថាខ្ញុំជាមនុស្សម្នាក់ដែលកុហកទៅដល់បងប្អូនមហាជនយកបំណុលធ្វើជាអាជីវកម្មដើម្បីលក់ដូរម្ហូបនិងជាលក់ផលិតផលអីចឹងទៅមកដល់ពេលនេះខ្ញុំជពាក់គេពីមុនមក$228,000ហើយមកដល់ឥឡូវនេះសល់តែ$50,000ជាងថា$60,000ចាស់បាទតែរយៈពេល7ខែនេះគឺស្ទះដោយសារតែមានបញ្ហាសង្គ្រាមផងយើងលក់អត់បានយើងគ្រាន់តែត្រឹមតែបានអញ្ចឹងណាហើយក៏មានបងប្អូនមួយចំនួនគាត់មិនជឿគាត់គិតថាខ្ញុំធ្វើទីផ្សារដើម្បីយកទីផ្សារបំណុលនេះមកធ្វើជាការកុហកហើយដើម្បីខ្ញុំនឹងបោកប្រាស់ទំនុកចិត្តមហាជនដើម្បីមហាជនអាណិតស្រឡាញ់ខ្ញុំឲ្យខ្ញុំនឹងជួយទិញម្ហូបរបស់ខ្ញុំអញ្ចឹងទៅអញ្ចឹងហើយខ្ញុំអត់មានអីទៅបកស្រាយច្រើនទេបងដោយសារតែខ្ញុំគិតថាខ្ញុំជាពាក្យបំណុលបងប្អូនម្ចាស់បំណុលរបស់ខ្ញុំតែខ្ញុំមានទំនួលខុសត្រូវរបស់ខ្ញុំដោយសារតែខ្ញុំព្យាយាមប្រឹងសងអ្នកខ្លះក៏អស់ទៅដោយអ្នកខ្លះរាល់ថ្ងៃខ្ញុំអត់តន់សងដូចជាម្ដាយខ្ញុំបង្កើតបងខ្ញុំបង្កើតពូខ្ញុំមីងខ្ញុំនៅស្រុកហ្នឹងចាយខ្ញុំនៅស្រុកហ្នឹងវាចូលជិត$30,000ហើយនៅភ្នំពេញហ្នឹងចូលបូកទៅនៅភ្នំពេញចូលជិត$30,000ទៀតបាទអញ្ចឹងទៅអញ្ចឹងហើយខ្ញុំអត់មានអីដែលបកស្រាយទេបងដោយសារតែសង្ឃឹមថាវីដេអូមួយនេះម្ចាស់លុយខ្ញុំបានឃើញហើយគាត់នឹងសហការជាមួយខ្ញុំមានន័យថាគាត់ផុសរូបខ្ញុំទៅហើយបងប្អូនម្ចាស់បំណុលមិនចាំបាច់បារម្ភភ័យអីខ្ញុំទៅប្តឹងផ្ដាល់អីទេមិនភ័យទេព្រោះគុណបុណ្យរបស់ម្ចាស់លុយទាំងអស់គឺមកដល់ពេលនេះគឺខ្ញុំមិនអាចភ្លេចគុណម្ចាស់លុយដែលទុកពេលទុកវេលាខ្ញុំបានទេអាចថាបងប្អូនផុសថាខ្ញុំវិតាជាពាក្យនៅសល់ប្រមាណទៀតទៅដើម្បីឲ្យបងប្អូនដែលគាត់គិតថាខ្ញុំកុហកមកប្រាស់មហាជនឲ្យគាត់ដឹងថាខ្ញុំពិតជាពាក្យទៅដល់បងប្អូនទាំងគ្នាមែនហើយមួយទៀតវីដេអូនេះក៏ខ្ញុំសូមផ្ដាំទៅដល់បងប្អូនដែលជាពាក្យបំណុលគេទាំងអស់បាទកុំឲ្យមានការភ័យខ្លាចកុំឲ្យមានការខ្មាស់អៀនគេដែលយើងជាពាក្យលុយគេខ្លាចគេផុសរូបខ្លាចគេបរិហាគេអត់ចាំបាច់ភ័យខ្លាចទេព្រោះពេលណាដែលយើងសងបំណុលគេអស់ភាពថ្លៃថ្នូររបស់យើងគឺនៅតែមានអញ្ចឹងកុំកិច្ចវេះកុំរត់កុំទៅនេះកុំទៅនោះអីបាទអញ្ចឹងហើយសង្ឃឹមថាបងប្អូនម្ចាស់លុយរបស់ខ្ញុំនឹងបានឃើញវីដេអូនេះហើយអាចផុសរូបខ្ញុំជាផ្លូវការឲ្យបងប្អូនបានឃើញទៅបងប្អូនអត់ចាំបាច់ភ័យឡើយខ្ញុំខឹងបងប្អូនម្ចាស់លុយខ្ញុំទេខ្ញុំអត់មានសិទ្ធអីទៅខឹងបងប្អូនទេព្រោះអាភាពភ័យខ្លាចរបស់ខ្ញុំកាលពីមុនដែលខ្ញុំអត់ទាន់ទម្លាយថាខ្ញុំជាពាក្យអ្នកណានេះគឺខ្ញុំបានភ័យខ្លាចហើយអស់ហើយតែដល់ពេលខ្ញុំដើរមកដល់ចំណុចមួយនេះខ្ញុំគិតថាការដែលគេបង្ហាញយើងទៅលើប្រព័ន្ធ social media មួយនេះវាអត់មានអីភ័យខ្លាចទេដោយសារតែយើងជាពាក្យគេមែន
ហើយរយៈពេល7ខែនេះគឺខ្ញុំអត់មានបានសងលុយអ្នកណាគេទេដោយសារតែសេដ្ឋកិច្ចស្ទះខ្លាំងការលក់ធ្លាក់ចុះចឹងហើយខ្ញុំកំពុងតែ build brand របស់ខ្ញុំកំពុងតែធ្វើទីផ្សារសាប៊ូរបស់ខ្ញុំបាទបើសិនជាសាប៊ូរបស់ខ្ញុំដើរម្ចាស់លុយរបស់ខ្ញុំអត់អាចចំណាយនិយាយថាយើងអត់អាចកម្រិតពេលយូរទៀតសងគាត់ទេអាចនឹងឆាប់នេះឲ្យតែពេលតែឲ្យតែថាផលិតផលយើងមានការគ្រប់គ្រងឲ្យដើរលឿនចឹងហើយសង្ឃឹមថាបងប្អូនដែលជាម្ចាស់លុយបានឃើញហើយហេតុអីក៏រយៈនេះខ្ញុំយឺតយ៉ាវសម្រាប់ការសងជាប្រចាំថ្ងៃក៏យឺតជាប្រចាំខែក៏មានការរាំងស្ទះចឹងហើយសង្ឃឹមថាបងប្អូននៅតែយល់ហើយនៅតែយល់ពីខ្ញុំបាទហើយពាក្យមួយទៀតបងប្រុសគាត់នេះក៏មិនថាបើសិនជាខ្ញុំជពាក់គេមែននេះបើសិនជាខ្ញុំជពាក់បំណុលគេមែនហេតុអីក៏ម្ចាស់បំណុលនោះទុកពេលពីមួយថ្ងៃហើយមួយថ្ងៃទៀតមួយថ្ងៃហើយមួយថ្ងៃទៀតបាទអញ្ចឹងហើយខ្ញុំសូមឲ្យបងប្អូនម្ចាស់បំណុលឃើញវីដេអូនេះហើយជួយផុសរូបខ្ញុំជាសាធារណៈទៅបាទខ្ញុំជពាក់ប្រមាណខ្ញុំចង់ឲ្យបងប្អូនដែលខ្ញុំជពាក់ផុសទៅអត់ចាំបាច់ខ្ញុំភ័យថាខ្ញុំខឹងខ្ញុំអីទេមិនបាច់ទេផុសទៅអ្វីដែលខ្ញុំភ័យមានតែមួយខ្លាចគេចាប់ខ្ញុំដាក់គុកដាក់ច្បាប់ទេខ្ញុំភ័យទៅកន្លែងហ្នឹងទេតែគ្រាន់តែផុសរូបដើម្បីឲ្យគេបានឃើញខ្ញុំពិតជាជពាក់បងប្អូននេះជពាក់បងប្អូននោះប៉នេះមែនឲ្យមហាជនដឹងថាអូវីតាពិតជាជពាក់គេមែនមិនមែនកុហកទេអញ្ចឹងហើយដល់ពេលតែមែនមកដល់ពេលនេះចូល3ឆ្នាំ4ឆ្នាំទៅខ្ញុំជពាក់គេបងដែលជាម្ចាស់បំណុលរបស់ខ្ញុំអត់មានអ្នកណាគេផុសរូបខ្ញុំអត់ដែលមានអ្នកណាគេផុសបរិហាគេខ្ញុំលក្ខណៈទាលុយទាកាក់នៅលើ Facebook អត់មានទេខ្ញុំអត់ដែលមានទេកាលពីមិនទាន់ធ្លាក់រឿងមានលុយចិនលុយអីលុយអនឡាញផុសខ្ញុំ2 3នាក់ដែរបាទផុសខ្ញុំសងហើយនៅតែផុសខ្ញុំទៀតអញ្ចឹងណាមានពីមុនតែពេលដែលខ្ញុំបានទម្លាយរឿងរបស់ខ្ញុំទាំងអស់ទៅក៏លេងមានអ្នកណាផុសរូបខ្ញុំទៀតតែពេលនេះដែលអ្វីដែលខ្ញុំចង់បានកាលពីមុនមិនចង់ទេភ័យខ្មាស់គេតែឥឡូវខ្ញុំចង់មិនចោលបងប្អូនម្ចាស់លុយផុសទៅឲ្យមហាជនបានឃើញថាជពាក់គេមែនណាវីតាជពាក់គេមែនកុហកទេបាទហើយពេលដែលម្ចាស់លុយផុសខ្ញុំហើយកុំគិតថាខ្ញុំសហការមួយម្ចាស់លុយដើម្បីរៀបចំសម្ដែងនេះទៀតអត់ទេណាខ្ញុំអត់មានសម្ដែងអីទេអ្វីដែលខ្ញុំបានធ្វើនេះគឺចង់ឲ្យបងប្អូនបានដឹងបានឮតែប៉ុណ្្នឹងទេអរគុណបងប្អូនអរគុណបាទ